ជួនអំពីសមាជិកនៃកីឡាករបង្គោលក្រហមមានអាយុ19ឆ្នាំកម្ពស់ 1.62 m ទម្ងន់ 54 គីឡូក្រាមធ្លាប់ប្រកួតចំនួន 58 ដងឈ្នះ 40 ដងចាញ់ 15 ដងនិងស្មើ 3 ដងប្រដៅគូតស៊ូតាមលក្ខណៈបច្ចេកទេសចំនួន 13 ដងមកពីក្លឹបប្រដាល់គុនខ្មែរ Super Fight គ្រូបង្ហាត់លោក ផាត់សូដាលោកស្រីអ្នកនាងកញ្ញាកំពូលអ្នកប្រដាល់គុនខ្មែរខេត្តសៀមរាបរទ្ធីដំណូជាបន្តសូមជូនប្រវត្តិរូបសង្ខេបបង្គោលខៀវ The Blue Corner គេស្លៀកខោពណ៌ខៀវមានវ័យ19ឆ្នាំកម្ពស់ 1.68 ទម្ងន់ 54 គីឡូក្រាមបទពិសោធន៍ប្រកួត 50 ដងឈ្នះ 35 ដងស្មើ 2 ដងក្រុងនោះរូបគេធ្លាប់ផ្ដួលដៃគូឲ្យបបងការប្រកួតតាមលក្ខណៈបច្ចេកទេសបាន12 ដងគេជាសិស្សនៃក្លឹបប្រដាល់សសែងឆៃដែលមានគ្រូបង្ហាត់លោកសែងឆៃជាថ្មីម្ដងទៀតសូមលោកស្រីនិងនាងកញ្ញាផ្ដល់សម្លេងស្វាគមន៍កីឡាករដែលមកពីខេត្តរយអេតប្រទេសថៃប្លាយហ្វាសសែងឆៃចាដល់ពេលនេះសូមអញ្ជើញនាងទស្សនាការប្រកួតដូចតទៅដួលដៃគូក៏មិនតិចដែរ13ដង Best Fight គូទី4គឺជាគឺអន្តរជាតិមិត្តភាពកម្ពុជាថៃទឹកទី1 Round 1របស់ពិតឬក៏របស់មិនពិតតាមដានទាំងអស់គ្នាបង្គោលក្រហមនេះបាទសក់រៀងប្រាញ់ដែរបាទរទ្ធីនំណូកូនចៅអ្នកខេត្តសៀមរាបបច្ចុប្បន្ននេះគេលុកលុយសង្វៀនគុនខ្មែរមកដល់ពេលនេះបាទ50ដងព្រិច50ប្រកួតជាងហើយបាទហើយលទ្ធផលក៏ធ្វើបានល្អឈ្នះច្រើនជាងចាញ់ណែបោះជង្គង់ឆ្វេងពីផ្លាយហ្វាយ៉ាផ្លាយហ្វាបាទតម្រង់ឆ្វេងបាទនំណោយើងអីឡងយើងស្ដាំឆ្វេងនឹងស្ដាំរៀងពិបាកបន្តិចបើឆ្វេងជាចំហល្អកាប់ចេញអាវុធគេល្អឆ្វេងអាចមានប្រៀបជាងខាងស្ដាំតែយើងមើលសមត្ថភាពកីឡាករទាំងពីរទាំងអស់គ្នាថាតើអ្នកណាធ្វើបានល្អជាងអ្នកណាស្ដាំរបស់នំណោមួយជើងអីអូយតាមទាត់ធាក់បំផ្លាញនំណូមានសម័យកាលឲ្យនំណូមានសម័យកាលតានតឹងមួយឲ្យនំណូដោះស្រាយឲ្យពេលនេះបាទផ្លាយហ្វាគេចំហទល់ល្អត្រង់រឹងមាំបាទខណៈដែលនំណូអាវុធធ្ងន់ប៉ុន្តែហាក់នៅមានកម្រិតបច្ចេកទេសក្នុងការបញ្ឆោតញាក់ដៃគូនៅឡើយនេះមួយជង្គង់ទៀតហើយពីផ្លាយហ្វាបត់ឆ្វេងលើបាំងជាប់ដូចគ្នានេះមកហើយធាក់ទូលមួយជើងទៅមួយជើងមកតាមទាត់មួយជើងផ្លាយហ្វាញុះត្រង់ស្ដាំហើយក៏ដកប្រកួតក្នុងលក្ខណៈបច្ចាត្រៀមកម្ដៅសាច់ដុំផងស្ទាបស្ទងផងសម្រាប់ផ្លាយហ្វាដាំនំណូសងឆ្វេងទៅវិញកលៈចកែរបស់នំណូផ្លាយហ្វាចាប់ជើងបុកជង្គង់ស្ដាក់ឆ្វេងណែដែលខ្ញុំថាមានព្រៀបគឺអាវុធបែបនេះចង្វាក់ចេញស្របគឺឆ្វេងបលោះធំណាស់បាទនំណូត្រូវប្រយ័ត្នមកទៀតហើយស្ដាំក៏មកឆ្វេងក៏មកដល់ពោះឡើងលើចេញកាត់មួយដោយជង្គង់អាយ៉ាធាក់រៀងក្រោមបន្តិចប៉ុន្តែអត់បញ្ហារៀងស្រាលតែទេទឹកទី1គង់មួយចុងក្រោយមុននឹងសម្រាប់ទឹកទី1 Great កិនខ្មែរ Best Fight គឺអន្តរជាតិទី4ទឹកទី2 Round 2ទឹកទី2ទស្សនិកជនបន្តទៀតថាតើនំណូយកស្រៀតអ្វីបំបែកការប្រើប្រាស់ជង្គង់របស់ផ្លាយហ្វា1 2ក្តាប់ដៃវាយត្រង់ណែវាយត្រង់អោបមូលអត់ធ្វើអីទេអត់មានសកម្មភាពអញ្ញាកណ្ដាលបំបែកនំណ
โนปราศนิตវាយត្រង់ប្រយោលផ្លាយហ្វានៅតែរក្សាចំហដដែលនេះហើបកង់ខ្លួនឯងបាទហើបចន្ទល់ទាត់តាមទាត់ឆ្វេងមកវិញជាយាមតបតដោយក្តាប់ដៃទាត់មួយទៀតកិច្ចផុតមកវិញតាមអាយ៉ាមិនលេងទេនំណូបាំងគឺបាំងការពារគឺការពារកិច្ចគឺកិច្ចមកហើយនំណូកាក់ចង្វាក់ថាចង់ដល់មកដៃឲ្យចំមុខម្ដងតែផ្លាយហ្វាគេនៅមានកម្លាំងគេនៅមានស្មារតីគេកសែភ្នែកគេនៅល្អដូច្នេះបាទយើងចាំតាមដានបន្តទៀតថាតើភាពរហ័សរហួននៃការប្រើក្តាប់ដៃរបស់នំណូអាចស្វក់ចំគោលដៅបានដែរទេជាមួយជើងស្ដាំណែនំណូព្យាយាមបាទទាត់ផងដាល់ផងបាទអ្វីដែលគួរធ្វើគឺបញ្ឆោតទាត់ក្រោមឲ្យបានច្រើនហើយតាមដោយក្តាប់ដៃប្រយោល1 2នេះមកហើយតែផាន់ចាប់នៅតម្រងល្អជាងយើងចាប់សង្កត់លើដៃយើងដូច្នេះយើងមិនអាចរើរួចគឺចប់ត្រូវតែរើរួចចូលមួយជង្គង់តាមបាទជើងក្រោមទៅណាណាំណូជើងក្រោមទៅណាអត់ទាន់ចាញ់រួចទេលោកគ្រូទាត់ក្រោមបញ្ឆោតអូយអត់ចាញ់រួចទេបាទហើយបានចាក់សោជាប់ទៀតអាយ៉ាគួរឲ្យស្ដាយណាំណូនឹកមិនទាន់ឃើញទាត់ក្រោមធ្ងន់បញ្ឆោតហើយដេញដោយការប្រើកណ្ដាប់ដៃ1 2 3នេះមកហើយអ្វីដែលចង់បានបាទនេះមកហើយគាត់មកជើងនេះល្អណាស់តែចាប់បានបាទរុញផ្ដួលដោយផ្លាយហ្វាតែយ៉ាងណាក៏បានបន្ទុកមួយជើងមិនមកផុតបាំងទៅអស់ហើយចូលគ្រៀនអមផ្លាយហ្វាមួយជើងស្ដាំរបស់ដំណូឥឡូវចាប់គ្រៀកជាប់ក្រោមគ្លៀកលើកទេលើកយូរយឺតអញ្ញាកណ្ដាលបំបែកហើយទាត់ក្រោមនេះហើយជាអ្វីដែលចង់បានចាំទឹកទី2ក្រិតកិនខ្មែរ Wi-Fi គឺអន្តរជាតិទី4ទឹកទី3ឡានស្រីទី3នំណូដូរយុទ្ធសាស្ត្រទាត់ក្រោមដល់ពោះឡើងលើបាទនេះមកហើយបញ្ឆោតក្រោមដាក់លើកែងមកហើយនំណូនេះហើយគឺជាអ្វីដែលបារម្ភបាទកីឡាករដែលគេមានផ្លែច្បាស់គឺពិតជាពិបាកព្រោះនំណូគាត់ស្ទើរបាំងគាត់រៀងយឺតបាទមួយកែងឆ្វេងបាញ់មិញនេះគ្រោះថ្នាក់ណាបាទបើនំណូមិនព្យាយាមប្រើបាទការអាវុធបែបនាំមុខមុនដោយការទាត់ជើងក្រោមតាមដោយប្រើកណ្ដាប់ដៃចូលឆ្វេងទៀតហើយធាក់មួយទៀតបោះជង្គង់ឆ្វេងទៀតនំណូស្រួចណាស់ញ៉ាកដារាប់ហើយបាទអូច្រើនជង្គង់ណាស់2 3 4 5 6 7 8អូខេញ៉ាកដារាប់ហើយបាទអាចពមៀនអ្នកកម្មការឃើញថាមានការថែមនៅពេលដែលនំណូដួលអុកគូតទៅហើយតើគណៈកម្មការសម្រេចបែបណាកាត់ពិន្ទុឬក៏ប្រមានប៉ុន្តែមុននឹងនំណូដួលនេះក៏ចូលច្រើនជង្គង់ដែរបាទយើងនិយាយទៅបាទទស្សនារូបភាពយឺតៗកន្លែងដែលនំណូចាក់នេះចូលហើយក៏អត់ចាប់ដើមទាញហើយបាទទាញហើយក៏សងមកវិញមួយហើយក៏កន្លែងនេះចូលមួយទៀតក្រោមឆ្អឹងជនីផុតកន្លែងនេះចុកណាហើយក៏តាមមួយទៀតកន្លែងនេះដែលជាកំហុសរបស់បង្គោលខៀវត្រូវអាជ្ញាកណ្ដាលកាត់បន្ទោបន្តការប្រកួតអូខេនំណូ
ក្រោយពីត្រូវរងទៅលើផ្លាយฟ้าប្រើជង្គង់ជាច្រើនមកសន្ទប់លើដំណោយ៉ាងក្រាបបំបែកដំណោនៅតែស៊ូទាត់ទៅទល់ក្រោមទាត់ជើងក្រោមប្រាប់យូរហើយប្រាប់យូរហើយប្រាប់យូរហើយអត់ធ្វើចង់ហួសពេលសម្រាប់ដំណោប្រាប់យូរហើយថាឲ្យទាត់ទៅទល់ក្រោមតាមឲ្យប្រើកណ្ដាប់ដៃអូទាត់ក្រោមចូលចាប់ជង្គង់អូយអេឡងផ្លាយฟ้าគេទាញវាជង្គង់បានល្អណាស់បាទដូច្នេះមួយជើងនេះចូលទៀតទាត់ទៀតអូខេណាំណូអូខេណាំណូនេះហើយចាប់ទឹកទី3អ្វីដែលបានចង់ឲ្យណាំណូធ្វើអ្នកទឹកចេញក្រៅគ្រិតកិនខ្មែរបែហ្វាយគឺអន្តរជាតិទី4ទឹកទី4 round 4ទឹកទី4ដំណោចូលហើយជើងស្ដាំគេធាក់ទល់មកផ្លាញ់ច្បាស់អត់ទាត់បោះមកទៀតហើយកាត់មុនបោះមកទៀតកាត់មុនទៀតធាក់មួយទៀតពេញបែបនេះមិនល្អទេបិឆោតខ្លះដំណោត្រង់ពេកគឺជាឱកាសរបស់គេហើយបាទធាក់មកផ្លាញ់ច្បាស់ណូធាក់ឆ្វេងបែបនេះចូលផ្លាយវាមិនចោះទេបាទទាត់អូខេទាត់ជើងឆ្វេងធាក់មកផ្លាញ់ច្បាស់បាទស្ដាយដំណោរៀងយឺតបន្តិចបាទបោះមកទៀតហើយចាប់ចូលក្លេកែងក្រាញធ្វើអីបានយ៉ាងណាបំបែកចាប់ហើយដំណោកសណូ1 បាទ Monster ចាប់3 4 5 6 7 អត់ទៅទេតាមមើលអត់ទៅទេចុកណាបង្គោលខៀវហ្វាឡៃហ្វាសឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមរទ្ធីនំណូបានមកការប្រកួតនៅក្នុងទឹកទី4បាទសោកស្ដាយដល់ណាំណូផងឥឡូវយើងសូមសម្រាប់មួយផ្លែសិនវិលវិញទស្សនាការប្រកួតគូឯកចុងក្រោយ